គ្រប់ស្វាគមន៍មកកាន់เพจអ្នកគ្រប់គ្រងកីឡាលើទឹកថ្ងៃនេះ admin សូមនាំអារម្មណ៍បងប្អូនមកទស្សនាការប្រណាំងទាំង3ថ្ងៃពេញរបស់ទូកងបវរធិបតីបារមីប្រាសាទដាច់ជះបវរធិបតីបារមីប្រាសាទដាច់ជះស្ថិតនៅវត្តប្រាសាទសង្កាត់ពញាពុនខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញបវរធិបតីបារមីប្រាសាទដាច់ជះឧបត្ថម្ភដោយព្រះគ្រូចៅអធិការសោមស៊ីមដោយការប្រកួតកន្លងទៅពលគឺនៅក្នុងឆ្នាំ2024ឃើញថាល្បឿនរបស់គាត់គឺពិតជាល្អមែនទែនដោយការប្រកួតពេញ6ជើងរយៈពេល3ថ្ងៃឃើញថាគាត់ទទួលបានជ័យជំនះពេញទាំង6ជើងលក់គុំមិនលក់បាទឥឡូវយើងឃើញហើយបាទបវរធិបតីបារមីប្រាសាទដាច់ជះគឺកំពុងតែនាំមុខបាទច្រើនគូសំបាទទៅលើខ្សែទឹកខាងក្នុងបាទរិទ្ធនាគរាជសំណាងធិបតីសែនជ័យកំពង់ចាមបាទសិតតែទូករបស់គ្រូវិចារតិកាតាមវត្តអារាមចាលោកចូលរួមអភិរក្សណាថែរក្សាទូកបាទមានការឧបត្ថម្ភពីសពរដ្ឋនាគរាជសំណាងធិបតីសែនជ័យកំពង់ចាមបាទសិតតែទូករបស់គ្រូវិចារតិកាតាមវត្តអារាមចាលោកចូលរួមអភិរក្សណាថែរក្សាទូកបាទមានការឧបត្ថម្ភពីសពរដ្ឋជនពុទ្ធបរិស័ទផ្សេងចាឥឡូវមហាបវរធិបតីបារមីប្រាសាទដាច់ជះហ្នឹងហាក់ដូចជាដាច់បន្តិចម្ដងហើយប៉ុន្តែគាត់នៅតែតាមប្រកេតប្រកិតផងដែរអាចមិនដាច់ទេអាចថាមួយឆ្នាំមកសកត់ខ្មែរក៏ថាបានអញ្ចឹងលោកចាំវិចិត្រចាំចាប់ទូកបន្ទាប់ដោយសារទូកនេះគឺយើងមើលឃើញហើយប្រៀបឈ្នះគឺខ្សែទឹកខាងក្រៅបាទខ្សែទឹកខាងក្រៅហើយគឺមកចាប់បវរធិបតីបារមីប្រាសាទដាច់ជះសូមចាប់គូបន្តឥឡូវយើងងាកទៅគូបន្ទាប់មហាគ្រុឌខ្សែទឹកខាងក្នុងនេះក៏វត្តទី1ឈ្នះបាទនៅខ្សែទឹកខាងក្រៅឥឡូវនេះគឺជើងទី2ក៏ប្រកេតប្រកិតគ្នាទៀតហើយបាទចាបាញ់មិញហ្នឹងឲ្យយើងគាត់តាមគេបាទឥឡូវហ្នឹងប្រហែលជាប្រកាសជាឲ្យគេតាមវិញហើយបាទឥឡូវដេញហើយនេះដេញហើយបាទជើងទី1ល្អឥឡូវបដូរមកខាងក្នុងក៏នៅតែបន្តដែរល្អដែរបវរធិបតីបារមីប្រាសាទដាច់ជះបាទដកហើយដកខ្លួនសន្សំពីមហិទ្ធិរិទ្ធនាគរាជសំណាងធិបតីសែនជ័យកំពង់ចាមយើងខ្ញុំធ្វើអត្ថាធិប្បាយក៏មើលឃើញច្បាស់ហើយហើយបានន័យថាបវរធិបតីបារមីប្រាសាទដាច់ជះនឹងនៅតែបន្តឈ្នះដដែលបាទបន្តឈ្នះឥឡូវគូជាបន្ត143ល្អណាស់បាទទូគូទី98ច័ន្ទវង្សាមហាដាច់ជះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតដែលលោកឧបត្ថម្ភច័ន្ទវង្សាមហាសេនាជះខ្សែទឹកខាងក្នុងរីឯខ្សែទឹកខាងក្រៅបវរធិបតីបារមីប្រាសាទដាច់ជះគឺព្រះចៅអធិការវត្តពនាមសោមស៊ីមព្រះអង្គឃើញថាដាច់ហើយគុណម្ចាស់ដែលឧបត្ថម្ភទូកដែលមានឈ្មោះថាបវរធិបតីបារមីប្រាសាទដាច់ជះហ្នឹងគឺដាច់តែម្ដងហើយលេខសម្គាល់ទូក264គឺឈ្នះទៅលើអាចារ្យវង្សាមហាសែនដាច់ជះចា៎បានជ័យជំនះច័ន្ទវង្សាមហាសែនដាច់ជះបដូរទៅនៅខ្សែទឹកខាងក្រៅជាមួយនឹងបវរធិបតីបារមីប្រាសាទដាច់ជះចាកំពុងតែប្រកៀកប្រកាត់គ្នាមែនតើច័ន្ទវង្សាមហាសែនដាច់ជះបដូរទៅនៅខ្សែទឹកខាងក្រៅរីឯបវរធិបតីបារមីប្រាសាទដាច់ជះរបស់ព្រះគ្រូចៅអធិការវត្តពនាមសោមស៊ីមចាបដូរមកនៅខ្សែទឹកខាងក្នុងនៅតែលឿនចានៅតែលឿនសម្រាប់ច័ន្ទវង្សាមហាសែនដាច់ជះទទួលបានការឧបត្ថម្ភដ៏ថ្លៃថ្លាបំផុតពីសម្ដេចដេជោចាប្រធានព្រឹទ្ធសភានិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលខាងក្រៅចាឥឡូវយើងបន្តទៅគូទី131រតនមនីដេជោសែនជ័យបាទវត្តកែវកុមារនេតព្រែកក្មេងក្រុងអរិយស័ក្តិរបស់អាដាមប៊ុនភេងបាទនៅខ្សែទឹកខាងក្នុងខ្សែទឹកខាងក្រៅបវរធិបតីបារមីជ័យបាទវត្តកែវកុមារនេតព្រែកក្មេងក្រុងអរិយស័ក្តិរបស់អាដាមប៊ុនភេងបាទនៅខ្សែទឹកខាងក្នុងខ្សែទឹកខាងក្រៅបវរធិបតីបារមីប្រាសាទដាច់ជះរាជធានីភ្នំពេញរបស់ព្រះគ្រូវិចារអធិការបាទសោមស៊ីមបាទគឺនៅពញាពុនព្រែកភ្នៅឥឡូវយើងឃើញថាកំពុងតែមានព្រៀបហើយទៅលើខ្សែទឹកខាងក្នុងបាទមិនហើយអ្នកព្រែកក្មេងអ្នកត្រីឆ្អើអើយបាទឥឡូវយើងកំពុងតែចាញ់បងច្រើនណាស់បាទទៅលើធិបតីបារមីប្រាសាទដាច់ជះល្អណាស់ឯកសណ្ឋានក៏ល្អដែរណាទឹកក្រូចបាទឥឡូវលោកបឿនក៏ល្អដកដែរប៉ុន្តែដកនេះប្រហែលដកមិនតាន់ទេបាទបន្ថយការចាញ់និយាយរួមទៅបាទចាបវរធិបតីបារមីប្រាសាទដាច់ជះ